បាទសូមជម្រាបសួរសាជាថ្មីថ្ងៃនេះគឺជាល្ងាចថ្ងៃសុក្រខ្ញុំបាទសូមជូនបទអត្ថាធិប្បាយមួយដែលតាក់ទងនឹងរឿងស្រង់មតិឃើញទេណារឿងស្រង់មតិនេះវាតាក់ទងទៅនឹងការបោះឆ្នោតខាងមុខនេះហើយក៏មានមតិយោបល់មួយថាគណៈបកដែលឃោសនាបោះឆ្នោតមិនគួរណាមានការស្រង់មតិអំពីថាតើមហាជនចូលចិត្តបកណាក្រុមណាអីជាដើមទេណានឹងរឿងមួយតែជាទូទៅខ្ញុំបាទសូមអត្ថាធិប្បាយអំពីរឿងស្រង់មតិនៅក្នុងប្រទេសកម្ពុជាយើងតាំងពីរៀបចំស្ដារឡើងវិញនៅឆ្នាំ1993ករណីស្រង់មតិសាធារណជននេះបានត្រូវធ្វើឡើងម្ដងម្កាលមួយចំនួនដោយអង្គការមហាជនអង្គការក្រៅរដ្ឋាភិបាលគេបានធ្វើដោយគេចង់ដឹងអំពីទឹកចិត្តសេចក្តីចូលចិត្តឬមិនចូលចិត្តការយល់ឃើញរបស់សាធារណជនខ្មែរទោះបីជាយ៉ាងណាក៏ដោយមកទល់ឆ្នាំ2017នេះការស្ទង់មតិនានាដែលបានធ្វើឡើងចំពោះមនុស្សនៅក្នុងចំណោមសាធារណជនពុំបានធ្វើជាញឹកញាប់ទេហើយលទ្ធផលដែលបង្ហាញក៏ពុំទាន់បានឃើញថាទៀងទាត់នៅក្នុងបទដ្ឋានបែបណាដែលអាចគួរទុកចិត្តឬមិនទុកចិត្តបានទោះជាយ៉ាងនេះក៏ដោយក៏ការស្ទង់មតិជារឿងមួយល្អចំពោះសង្គមខ្មែរយើងល្អចំពោះរដូវកាលនយោបាយដូចជារដូវកាលបោះឆ្នោតអីជាដើមហើយល្អចំពោះសាធារណជនក៏ដូចជាល្អចំពោះរាជរដ្ឋាភិបាលដែរហើយដូចម្តេចបានជាការស្រង់មតិនេះល្អចំពោះយើងរាល់គ្នាពីព្រោះការស្រង់មតិផ្ដល់ឱកាសឲ្យមហាជនបង្ហាញនៅទឹកចិត្តនៅទស្សនៈរបស់ខ្លួនអំពីមាតិការឿងអ្វីមួយដែលរាជរដ្ឋាភិបាលក៏ដូចជាមជ្ឈដ្ឋានសង្កេតការណ៍សង្គមខ្មែរអាចយកទៅសិក្សាតាមដានប្រមាលមើលថាតើមានភាពទៀងទាត់យ៉ាងម៉េចហើយបើចំពោះរាជរដ្ឋាភិបាលវិញជាការប្រសើរដែលរាជរដ្ឋាភិបាលលោកមានឱកាសនឹងទទួលព័ត៌មានអំពីមហាជនតាមរយៈការស្រង់មតិនេះដែលលោកអាចសង្កេតទៀងទាត់មើលថាតើមហាជនលោកមានសេចក្តីប្រាថ្នាយ៉ាងណាចង់ឲ្យរាជរដ្ឋាភិបាលបំពេញករណីយកិច្ចនិងកាតព្វកិច្ចរបស់ខ្លួនបែបណាអញ្ចឹងនៅពេលដែលខ្ញុំបាទឮសូរថាមានជំទាស់មានរហូតដល់55ខ្លះមិនឲ្យធ្វើការស្រង់មតិពីព្រោះខ្លាចបង្អាប់ណាទេណារឿងនេះគឺជារឿងឆោតល្ងងមួយរឿងឆោតល្ងងមួយដែលកំពុងតែដោះស្នំយ៉ាងក្រាស់នៅក្នុងសតិអារម្មណ៍ខ្មែរយើងទាំងឯកជនទាំងសាធារណជនទាំងរាជការរដ្ឋាភិបាលមិនបានហៅថាដោះស្នំក្រាស់ជាងមុនហើយចេះតែក្រាស់ទៅពីព្រោះខ្មែរយើងឈានដល់ថ្នាក់ស៊ីជោទាំងឈានដល់ថ្នាក់ស៊ីជោយើងអត់ចង់ដឹងថាយើងប្រឡាក់ស្អីខុសស្អីសៅមងអ្វីទេយើងអត់ចង់ទេយើងខំប្រឹងលេបប្រេងលេបម្សៅតបតែងខ្លួនយើងហួសហេតុមិនមែនថាយើងមិនតបតែងទេប៉ុន្តែយើងតបតែងខ្លួនយើងហួសហេតុរហូតដល់យើងធ្វើកោធ្វើថ្លង់ធ្វើខ្វាក់មិនចង់ដឹងមិនចង់ឮ
នៅបញ្ហារបស់យើងការសៅមងរបស់យើងនិងទស្សនវិជ្ជាដែលមហាជននានាកលេចមើលទៅវិញទៅមកឬក៏ប្រជាពលរដ្ឋកលេចមើលដល់រាជការយើងចង់ហាម5មិនអោយគេស្រង់មតិពីព្រោះយើងចាត់ទុកថាជាការបង្អាប់សំណួរសួរថាតើហេតុម្ដេចបានជាយើងដឹងថាជាការបង្អាប់ចម្លើយឆ្លើយថាយើងឥតដឹងទេប៉ុន្តែមតិអ្នកដែលចង់ហាម5នោះគឺជាគោដំបៅខ្នងក្អែកហើរំលងរំសាយកន្ទុយអញ្ចឹងលោកអ្នកដែលមិនចង់ឲ្យមានការស្រង់មតិសាធារណជននោះសូមមេត្តាពិចារណាមើលថាតើលោកអ្នកចង់ធ្វើខ្លួនឲ្យប្រកបទៅនឹងសេចក្តីល្អសមរម្យចម្រើនឬទេឧទាហរណ៍ថាលោកនៅក្នុងភារៈជាអ្នកកាន់កិច្ចការរាជការឧទាហរណ៍ថាលោកអ្នកជាគណៈបកកណ្ដាលអំណាចតើលោកអ្នកចង់បម្រើប្រជាពលរដ្ឋខ្មែរឬទេចង់បំពេញករណីយកិច្ចនិងកាតព្វកិច្ចក្នុងការបម្រើប្រទេសជាតិឬទេហើយការដែលចង់បម្រើនោះតើលោកអ្នកចង់ធ្វើនៅសេចក្តីល្អសេចក្តីចម្រើនអភិវឌ្ឍចំពោះជាតិឬទេប្រសិនបើលោកអ្នកចង់ធ្វើនៅសេចក្តីល្អសេចក្តីចម្រើនចំពោះប្រទេសជាតិហេតុដូចម្តេចបានជាលោកអ្នកមិនចង់ឆ្លោះកញ្ចក់មិនចង់ឮមិនចង់ឃើញមិនចង់ដឹងនៅសាធារណមតិពេលព្រោះសាធារណមតិនេះមិនបានទៅកាប់សម្លាប់គៀបសង្កត់ឬដាក់ទោសលោកអ្នកទេផ្ទុយទៅវិញគឺបង្ហាញដូចជារូបនៅក្នុងកញ្ចក់ឲ្យលោកអ្នករឹតតែបានដឹងហើយមិនមានអ្វីមកបិទបាំងលោកអ្នកឲ្យមេយាខុសទិសដៅក្នុងកាតព្វកិច្ចក្នុងភារកិច្ចបម្រើប្រទេសជាតិអញ្ចឹងការស្រង់មតិវាជាអំពើដែលផ្ដល់នៅវិជ្ជមានចំពោះលោកអ្នកចុះដល់លោកអ្នកព្រួយបារម្ភលើការបង្អាប់លោកអ្នកដែលកាន់អំណាចទៅជាគោដំបៅខ្នងទៅវិញតើលោកអ្នកអាចបិទបាំងបានរហូតឬអំពើតោះអំពើមិនល្អឬក៏កំហុសខុសឆ្គងបិទបាំងមិនចិត្តទេទៀតមិនចិត្តទេមនុស្សរស់នៅលើផែនដីនេះរាប់ម៉ឺនឆ្នាំមកហើយតែមិនអាចបិទបាំងនៅកំហុសខុសឆ្គងបានឡើយអញ្ចឹងសង្គមខ្មែរយើងភ័យយើងคล้ายទៅជាសង្គមដែលមានសម្បូរទៅដោយមនុស្សមាយាដែលចង់ឲ្យគេថាខ្លួនល្អខ្លួនត្រឹមត្រូវខ្លួនស្អាតខ្លួនឈ្នះហើយអត់ចង់ដឹងចង់ឮអំពីចំណុចខ្វះខាតរបស់ខ្លួនការស៊ីចូលបែបនេះវាបិទបាំងរួចឬទេអំណាចចេះស្ដារឬក៏ធនធានលុយកាក់យកមកបិទបាំងនៅអំពើខ្វះខាតបានឬទេកុំនិយាយរឿងខុសនិយាយគ្រាន់តែខ្វះខាតបិទបាំងបានទេទៀតបិទបាំងមិនបានទេប្រៀបបាននឹងដំរីស្លាប់ដែលយកចង្អេរទៅបាំងនឹងមួយទៀតប្រៀបបាននឹងក្របៅនំបញ្ចុកដែលយើងយកមកបុកហើយយើងច្របាច់ពេលណាយើងច្របាច់រឹតតែខ្លាំងក្របៅនំបញ្ចុកម្សៅនំបញ្ចុកនោះវាចេញតាមចង្វាយដៃវាចេញតាមចង្វាយដៃយើងយ៉ាងណាមិញការប្រឹងបិទបាំងដោយហាម5មិនឲ្យមានការស្រង់មតិសាធារណៈដោយសំអាងថាលេះអញ្ចេះឬលេះអញ្ចោះវាបិទបាំងអត់ចិត្តទេវាធ្វើឲ្យលោកអ្នកដែលចង់បិទបាំងនោះដែលប្រឹងប្រែងបិទបាំងនោះឈឺចាប់ទៅវិញទៀតឧទាហរណ៍ខ្ញុំបាទសូមលើកទៅណាកុំប្រកាន់កុំខឹងតែយកមកគិតមើលគេជេរប្រមុខរដ្ឋាភិបាលសួរថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាប្រមុខរដ្ឋាភិបាលនិងគណៈដឹកនាំជាន់ខ្ពស់នៃ
រាជរដ្ឋាភិបាលនៃបកកណ្ដាលអំណាចដឹងថាគេជេរទេដឹងទេចម្លើយឆ្លើយថាដឹងចង់ទប់ចង់ស្កាត់ចង់បាំងបិទបណ្ណាក៏ដឹងថាគេជេរចុះបើកចំហវិញហើយទទួលយកការជេរបតិចផ្ដាសាហ្នឹងមកពិចារណាថាតើអ្នកដែលជេរបតិចផ្ដាសាហ្នឹងសមហេតុសមផលល្មមយកមកកែកុនបានឬក៏អ្នកដែលជេរបតិចផ្ដាសាហ្នឹងជាមនុស្សដែលប្រើប្រាស់អកតេចំពោះប្រមុខរដ្ឋាភិបាលចំពោះសម្ដេចហ៊ុនសែនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈបកប្រជាជនតើយើងអាចយកមកពិចារណាបានទេពីព្រោះអ្វីពីព្រោះយើងបិទអត់ចិត្តទេសួរសម្ដេចហ៊ុនសែនខ្លួនឯងសួរថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលសួរថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈបកកណ្ដាលអំណាចបកប្រជាជនទៅដឹងហើយថាតើលោកនិងសម្ដេចដឹងឬទេថាគេជេរអញ្ចឹងបើយកមកពិចារណាការជេរពោលហ្នឹងឲ្យដឹងថាមនុស្សហ្នឹងជេរសម្ដេចនាយករដ្ឋមន្ត្រីជេរប្រមុខរដ្ឋាភិបាលជេរប្រមុខបកកណ្ដាលអំណាចដោយអកតេដោយអយុត្តិធម៌ដោយមិនសមរម្យយើងរកបំណោះស្រាយយើងរកដំណោះស្រាយយើងនឹងឆ្លើយតបទៅកាន់ការបន្តបង្អាប់ការជេរការចោទការប្រកាន់នឹងវិញហើយយើងយកការជេរការចោទការប្រកាន់នោះបើសិនណាជាវាសមហេតុសមផលនឹងអ្នកនឹងជេរយើងយកមកកែប្រែដើម្បីយកឈ្នះអ្នកនឹងវិញតើមិនល្អទេឬជាជាងយើងខំប្រឹងយកចង្អេមួយទៅបាត់បាំងខ្មោចដំរីដែលស្លាប់កំពុងហើមធំស្អុយងោងពេញព្រៃនោះទេណាអញ្ចឹងការដែលខំប្រឹងសង្កត់គៀបហាមមិនឲ្យធ្វើសម្រងមតិសាធារណៈគឺជាអំពើឆោតល្ងង់របស់ជនដែលមេយាគិតថាខ្លួនអាចបិទបាំងនៅអ្វីដែលខ្លួនមិនចង់ឲ្យគេដឹងបានវាជារឿងខាតពេលខាតធនធានហើយជារឿងឆោតល្ងង់ទៅវិញណាទេនឹងមួយទៀតរឿងស្រង់មតិនេះប្រសិនបើអ្នកដែលចង់ហាម5នោះផ្លាស់ប្ដូរអរិយាប័ត្រហើយទទួលឲ្យមានសម្រស់មតិឧទាហរណ៍គេថាបកសង្គ្រោះជាតិឈ្នះឬក៏ប្រជាជនភាគច្រើនពេញចិត្តបកសង្គ្រោះជាតិគណៈបកប្រជាជនកម្ពុជាអាចនឹងសិក្សាដឹងថាមិនបានជាគេនិយាយដូច្នោះអញ្ចឹងគណៈបកប្រជាជនកម្ពុជាអាចក្តាប់សភាពការមហាជនទាន់ពេលវេលាហើយផ្លាស់ប្ដូរយុទ្ធសាស្ត្រឃោសនារបស់ខ្លួននិងយុទ្ធសាស្ត្រការងាររបស់ខ្លួនដើម្បីទាញយកប្រជាជនដែលមិនពេញចិត្តនោះឲ្យពេញចិត្តខ្លួនវិញពីព្រោះអ្វីពីព្រោះគណៈបកប្រជាជនកម្ពុជាមានធនធានមហាសាលមានបច្ចេកទេសមានអ្នកចេះដឹងរាប់ភ្លេចមានកម្លាំងគ្រប់សពសារពើទាំងកម្លាំងល្អនិងកម្លាំងអាក្រក់ចុះបើសិនណាជាគណៈបកប្រជាជនលោកភ័យខ្លាចថាអូពួកសង្គ្រោះជាតិនឹងវាចាញ់សម្លេងកាន់ជើងយ៉ាងណាយើងអាចនឹងផ្លាស់ប្ដូរប្រើប្រាស់មតិមហាជននឹងដើម្បីយកមកជួសជុលមកចាត់ការឲ្យទាន់ពេលវេលាគណៈបកកណ្ដាលអំណាចគណៈបកប្រជាជនអាចនឹងកែប្រែមុខមាត់កែប្រែកិច្ចការរបស់ខ្លួនទាន់ពេលវេលាអញ្ចឹងវាអត់មានរឿងអីដែលគណៈបកប្រជាជនត្រូវខ្លាចទេដែលខ្លាចពីព្រោះគណៈបកប្រជាជនមានមនុស្សអត់ចង់ធ្វើការមានអាមីអាថោងអាយ៉ែបអាយ៉ាបអារណេបអារណើបអាលុតក្រាបអាលុញពងច្រើន
ដែលចេះតែបបួលថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាឬប្រមុខរដ្ឋាភិបាលឲ្យជឿទៅតាមយុទ្ធសាស្ត្រគម្រក់របស់ខ្លួនអំពើដែលមិនល្អរបស់ខ្លួនដូចជាការគៀបសង្កត់ដូចជាការទិញដូរដូចជាការចោទប្រកាន់ដូចជាការបង្កើតបាតុភិបជាដើមដូច្នេះយោបល់មតិរបស់អាម៉ៃអាថោងដែលបបួលឲ្យមានការគៀបសង្កត់ឬហាម5មិនឲ្យមានសម្រង់មតិសាធារណៈនេះជារឿងឆោតល្ងង់ដែលប្រមុខរាជរដ្ឋាភិបាលថ្នាក់ដឹកនាំនៃបកកណ្ដាលអំណាចមិនគួរស្ដាប់តាមទេពីព្រោះដូចខ្ញុំបានជម្រាបបាញ់មិញហ្នឹងបកកណ្ដាលអំណាចមានមនុស្សច្រើនមានធនធានមិនខ្វះលុយកាក់ប្រដាប់ប្រដាសពគ្រប់ចុះរបស់អស់ហ្នឹងបើសិនណាជាយកមកប្រមូលផ្ដុំសម្រុកធ្វើការបម្រើប្រជាជនដោយកុំយកធនធានអស់ហ្នឹងទៅខាតលើការឃោសនាអកុសលមិនคล้ายទៅជាផលល្អរបស់គណៈបកប្រជាជនទេឬណាទេណាឧទាហរណ៍ដូចជារឿងទៅចែកអំណោយកវីកវីអីជាដើមឬក៏ទៅនិយាយឃោសនាប្រើកាសែតប្រើវិទ្យុប្រើអង្គការប្រតិកម្មបះលហើយជំនួសការប្រើរបស់អស់ហ្នឹងយកធនធានហ្នឹងមកប្រើលើការអនុវត្តប្រជាសាស្ត្រលើការអនុវត្តប្រជាប្រិយសង្គមលើការអនុវត្តនៅកិច្ចការបម្រើប្រទេសជាតិធនធានអស់នឹងយកមកប្រើគ្រប់គ្រាន់ដែលអាចនឹងបង្កើតនៅផលល្អជាវិជ្ជមានចំពោះបកកណ្ដាលអំណាចហើយប្រមុខរដ្ឋាភិបាលនៅថ្នាក់ដឹកនាំបកទទួលជ័យលាភីរាប់មិនអស់ជាជាងជឿតាមអាម៉ៃអាថោងអាឡេមលើមអាលេបលបលុញពងអស់ហ្នឹងដែលវានាំឲ្យប្រមុខរដ្ឋាភិបាលនិងថ្នាក់ដឹកនាំនៃបកកណ្ដាលអំណាចចេះតែលួងទៅទោះបីមានអំណាចប៉ុណ្ណាទៅកាប់ទៅចាក់ទៅជិះជាន់គេយ៉ាងណាទៅហាមទៅគម្រាមគេប៉ុណ្ណាដែរវានៅតែគេលួចជេរចុះបើសិនពង្វិលយកធនធានហ្នឹងមកប្រើប្រាស់នៅចំណុចល្អជាវិជ្ជមានយូរទៅមិនយូរណាស់ណាទេវានឹងធ្វើឲ្យបកកណ្ដាលអំណាចមានកិត្តិយសមានកេរ្តិ៍ឈ្មោះហើយប្រមុខរបស់បកក៏ទទួលផលល្អជាជាងអាម៉ៃអាថោងអាលេមលើមអាលេបលបវាថាសម្ដេចល្អអញ្ចេះឯកឧត្តមល្អអញ្ចោះវាអត់បានការអីទេរបស់ហ្នឹងដូច្នេះជាខ្លឹមសារសេដ្ឋកិច្ចបកកណ្ដាលអំណាចគណៈបកប្រជាជនមានធនធានគ្រប់គ្រាន់នឹងធ្វើនៅអំពើល្អគណៈបកកណ្ដាលអំណាចមានធនធាននិងកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើឲ្យបករឹតតែប្រជាប្រិយបកកណ្ដាលអំណាចនិងប្រមុខបកកណ្ដាលអំណាចមានធនធាននិងកម្លាំងរិទ្ធិចេស្តាគ្រប់គ្រាន់ដើម្បីធ្វើឲ្យបកคล้ายទៅជាបកប្រជាប្រិយពេញចិត្តនឹងជាទីរាប់អានរបស់មហាជនព្រមទាំងធ្វើឲ្យប្រមុខនិងគណៈដឹកនាំបកคล้ายទៅជាវិរៈជនដ៏ឆ្នើមបំរើមហាជនហើយតកូនតចៅមិនបាច់ចាំចំណាយពេលទៅស្ដាប់ពួកអាម៉ៃអាថោងអាលេមលើមអាលេបលបអាលឹកពងនោះទេអញ្ចឹងយោបល់ខ្ញុំបាទមិនមែនជាយោបល់អវិជ្ជមានគឺជាយោបល់វិជ្ជមានចំពោះបកកណ្ដាលអំណាចហើយតកតងនឹងរឿងស្រង់មតិបកកណ្ដាលអំណាចក៏បីកុំខ្លាចពីព្រោះអាស្រង់មតិនេះវាមិនទាន់រឹងប៉ឹងនៅឡើយទេនៅប្រទេសណាក៏ដោយសូម្បីតែអាមេរិកដែលគេស្រង់មតិរាល់ដងក៏នៅខុសអញ្ចឹងយើងយកសម្រង់មតិនឹងជាការសិក្សាទៅវិញកុំខ្លាចវាការបង្ក្រាបការហាម5មិនឲ្យមានសម្រង់មតិសាធារណៈគឺជាអំពើឆោតល្ងង់អំពើកំសាក
ហើយជាអំពើមេយាហួហេតុដែលគួរឲ្យខ្មាស់អៀនដែលខ្ញុំបាទមិនជឿថាជាយោបល់របស់ថ្នាក់ដឹកនាំទេគឺជាយោបល់របស់អាមីអាថោងដែលវាជាជនឆោតល្ងងហើយវាត្រូវការលិតពងលើកជើងថ្នាក់ដឹកនាំដោយវាបង្កើតនៅគំនិតដែលឆោតល្ងងនេះសូមអរគុណ